មានឪពុកម្ដាយសិស្សមួយចំនួនគាត់បានលើកឡើងអំពីបញ្ហាកូនគាត់រៀនខ្មែរអត់កើតខ្សោយឥឡូវអង់គ្លេសរៀងគ្រាន់អញ្ចឹងត្រូវផ្អាកអង់គ្លេសសិនដើម្បីទៅរៀនខ្មែរកន្លែងនេះយើងចង់បញ្ចេញយោបល់បន្តិចទាក់ទងនឹងចំណុចល្អនិងចំណុចមិនល្អកូនកំពុងរៀនថ្នាក់បឋមយើងនិយាយថាថ្នាក់ទី3ទី4ទៅចុះហើយគាត់ឲ្យកូនរៀនទាំងកម្មវិធីភាសាខ្មែរដែលជាចំណេះទូទៅរបស់រដ្ឋរបស់ខ្មែរយើងណាហើយមួយទៀតផ្នែកភាសាបរទេសគឺភាសាអង់គ្លេសនៅពេលដែលរៀនហ្នឹងគឺកូនរបស់គាត់រៀនអង់គ្លេសរៀងស្ទុះជាងប៉ុន្តែភាសាខ្មែរគាត់រៀងស្ទើរទៅលើការអាននេះយើងនិយាយថាផ្នែកភាសាខ្មែរមួយបានហើយមិនបាច់និយាយគណិតវិទ្យាទេអញ្ចឹងក៏ធ្វើឲ្យឪពុកម្ដាយគាត់សម្រេចចិត្តថាគាត់ដកកូនគាត់ពីអង់គ្លេសសិនដើម្បីឲ្យកូនគាត់មានម៉ោងគ្រប់គ្រាន់ទៅបំពន់សមត្ថភាពភាសាខ្មែរការអានការសរសេររៀនអីបន្ថែមអញ្ចឹងទៅណាការធ្វើបែបនេះខ្ញុំមិនថាត្រូវហើយក៏មិនថាខុសដែរព្រោះជាការសម្រេចចិត្តផ្ទាល់ខ្លួនរបស់ឪពុកម្ដាយគ្រប់រូបប៉ុន្តែយើងគ្រាន់តែលើកយកមកធ្វើការថ្លឹងថ្លែងឥឡូវឧបមាថាកូនកំពុងរៀនថ្នាក់ទី3ហើយអាយុគាត់ក៏7-8ឆ្នាំបាទ8ឆ្នាំអញ្ចឹងនៅក្នុងវ័យនេះគឺជាវ័យដែលត្រូវរៀនបើសម័យបច្ចុប្បន្នណាយើងត្រូវឲ្យគាត់រៀនទាំងព្រមគ្នាតែម្ដងទាំងភាសាជាតិនិងភាសាអន្តរជាតិហើយបើយើងគិតលើផ្លូវមួយថាភាសាអន្តរជាតិវាជាភាសាសេដ្ឋកិច្ចភាសាអនាគតដែលកូនក្មេងជំនាន់ក្រោយឬក៏មនុស្សសម័យថ្មីត្រូវការយកទៅប្រើប្រាស់ក្នុងការរៀនសូត្របន្តនៅមហាវិទ្យាល័យឬក៏ថ្នាក់បញ្ញាបត្រអនុបណ្ឌិតថ្នាក់បណ្ឌិតរបស់គាត់ហើយភាសាជាតិរបស់យើងសំខាន់ដោយសារតែជាភាសាកំណើតប៉ុន្តែពាក្យថាភាសាកំណើតគឺយើងបានចេះនិយាយចេះសរសេរចេះអានមកហើយយើងរៀនបំពេញចំណេះដឹងទូទៅរបស់យើង12ឆ្នាំយើងចេះសរសេរយើងចេះអានបានយើងចេះយល់ន័យបានខ្លឹមសារពាក្យពេចន៍របស់ខ្មែរយើងអាចដូចនឹងសិស្សដទៃទៀតហើយពេលប្រឡងបាក់ឌុបចប់ទី12បើយើងនិយាយថាអ្នកដែលគាត់ទៅចាប់ឯកទេសអក្សរសាស្ត្រខ្មែរដើម្បីទៅធ្វើការងារផ្នែកគ្រូបរិញ្ញាបត្រផ្នែកភាសាខ្មែរសាស្ត្រាចារ្យភាសាខ្មែរអ្នកស្រាវជ្រាវផ្នែកភាសាខ្មែរធ្វើការងារកិច្ចការសង្គមទាក់ទងនឹងការប្រើប្រាស់ភាសាជាតិផ្សេងទៀតនឹងគឺការប្រឹងប្រែងនឹងពិតជាត្រឹមត្រូវក៏ប៉ុន្តែបើសិនជាគោលដៅសម្រាប់តែការរៀនឲ្យចប់ទី12ហើយបន្តទៅជំនាញបច្ចេកទេសផ្សេងយើងក៏ត្រូវគិតឲ្យបានច្រើនដែរថាភាសាបរទេសដូចជាជាក់ស្ដែងភាសាអង់គ្លេសហ្នឹងតើត្រូវតែចោលសិនហើយចាំពេលភាសាខ្មែររីកចម្រើនបានមករៀនអង់គ្លេសឬក៏យ៉ាងណាព្រោះបច្ចុប្បន្នគិតមកដល់ត្រឹមឆ្នាំ2024ថ្ងៃមុនឆ្នាំមុននេះបាទឬក៏2025យើងចុះយើងឃើញថាសិស្សនៅតែមានកំណើននៃការធ្លាក់មុខវិជ្ជាអង់គ្លេសនឹងច្រើនមែនតើបាទហើយចុងក្រោយនៅពេលដែលគាត់ទៅរៀនបន្តនៅថ្នាក់បញ្ញាបត្រឬក៏គាត់ទៅរកការងារធ្វើគឺគាត់តែងតែមានផលលំបាកដោយសារទី1ភាសាអង់គ្លេសទី2គឺតកតងនឹងការចេះទៅលើ ICT ផ្នែកកុំព្យូទ័រផ្នែកបច្ចេកវិទ្យាមួយចំនួនហ្នឹងយើងនិយាយមួយចំនួនជាមូលដ្ឋានសម្រាប់ការប្រើប្រាស់នៅក្នុងមុខរបរឬក៏ការងារតិចតួចផងណាយើងអត់ទាន់និយាយដល់ជំនាញបច្ចេកទេសធ្ងន់ឬក៏ធំទេអញ្ចឹងទាញមកវិញរឿងដែលថាពេលដែលកូនកំពុងរៀនទៅស្រាប់តែភាសាអង់គ្លេសល្អជាងយល់ថាកូនប៉ាកែហើយអញ្ចឹងstop កូនមួយរយៈសិនដើម្បីយើងឲ្យគាត់ទៅបុកភាសាខ្មែរដោយយល់ថាកូនកំពុងតែខ្សោយអញ្ចឹងការធ្វើបែបនេះខ្ញុំយល់ថា
អាចជាការថយក្រោយបន្តិចហេតុអីបានថយក្រោយព្រោះជាធម្មតាការរៀនសូត្ររកឲ្យអ្នកណាម្នាក់បកកែទាំងព្រមមានន័យថាមុខវិជ្ជានៅសាលាចំណេះដឹងទូទៅភាសាខ្មែរមានស្អីចេះទៅទាំងអស់ហ្នឹងប្រហែលជាកម្រព្រោះអាចអ្នកខ្លះគាត់បកកែគណិតបកកែរូបបកកែគីមីបកកែភាសាដោយជំនាញនិងទេពកោសល្យរបស់គាត់ណាបាទហើយអ្នកដែលបកកែទាំងព្រមហ្នឹងក៏មានដែរបណ្ដាករណីហ្នឹងគឺកម្រហើយតតែក្មេងនឹងឬក៏សិស្សហ្នឹងគាត់បានបុកគ្រឹះចាក់គ្រឹះមានការតម្រង់ទិសរៀនសូត្រត្រឹមត្រូវតាំងពីតូចមកអញ្ចឹងអាចធ្វើឲ្យការសិក្សារបស់គាត់ល្អប្រសើរហើយក៏មិនប្រកាសថាពី10ឆ្នាំនឹងគាត់ល្អគ្រប់មុខដែរអាចមានមួយណារៀងស្រុតជាងគ្រាន់តែថាក្នុងការជ្រើសរើសឲ្យកូនរៀននិងជួយតម្រង់ទិសកូនគឺមើលឱកាសការងារនិងឱកាសរៀនសូត្ររបស់គាត់តទៅមុខទៀតហើយខ្ញុំបញ្ជាក់មកវិញបងប្អូនប្រយ័ត្នស្ដាប់ហើយយល់ថាខ្ញុំនិយាយថាភាសាខ្មែរមិនសំខាន់ណាភាសាខ្មែរគឺសំខាន់បំផុតប៉ុន្តែក៏យើងត្រូវថ្លឹងថ្លែងថាបើកូនយើងចូលដល់វ័យបឋមហើយគាត់រៀនបានចេះដឹងខ្លះដែរគ្រាន់តែថាមិនជំនាញខ្លាំងមើលទៅគាត់អាចមកទៅរួចជាមួយគេភាសាក៏អាចទៅបាននោះជាអ្វីដែលយើងគួរសប្បាយចិត្តហើយយើងប្រឹងប្រែងជំរុញគាត់ឲ្យរៀនបន្តប៉ុន្តែបើសិនជាយើងចេះតែចង់ឲ្យមួយច្បាស់មួយទៀតច្បាស់ប្រកាសជាផែលហើយបាទខើចបើឡៃតែទាញមកខ្មែរអង់គ្លេសរបស់គាត់អាចនឹងភ្លេចហើយត្រូវរៀនឡើងវិញហើយបើឡៃតែឲ្យកូនបុករៀនអង់គ្លេសពេកខ្មែរអត់ចេះក៏ពិបាកនឹងជាប់ថ្នាក់ចំណេះទូទៅពីថ្នាក់គេហៅថាត្រឹមថ្នាក់ទី12ដើម្បីប្រឡងយកសញ្ញាបត្របាក់ឌុបជាចំណេះដឹងទូទៅដែលយើងកំណត់បាទដែលរដ្ឋរបស់យើងបានកំណត់ថាត្រឹមយ៉ាងហោចណាស់ទី9ឬទី12នឹងហើយបាទអញ្ចឹងវីដេអូនេះគឺចេញមកដើម្បីគ្រាន់តែលើកពីហេតុផលដែលយើងអាចស្ដាប់ហើយជជែកមើលថាតើការដែលជ្រើសរើសឲ្យកូនរៀនអ្វីមួយឲ្យចេះសិនបានទៅរៀនមួយទៀតជាការល្អដែរឬទេប៉ុន្តែក៏មានរឿងនៅពីក្រោយមួយទៀតត្រង់ថាមានឪពុកម្ដាយខ្លះសម្រុកឲ្យកូនរៀនច្រើនភាសាក្នុងពេលតែមួយអញ្ចឹងខ្ញុំមិនហ៊ានអាកាត់ថាមួយណាល្អមួយណាអាក្រក់ទេបងប្អូនមានមតិយោបល់អីសូមចូលរួមនៅខាងក្រោមវីដេអូទាំងអស់គ្នាបាទសូមអរគុណ